ពីទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN អឺរ៉ុបកំពុងសម្លឹងមើលទៅលើការពិតមួយដែលសហរដ្ឋអាមេរិកដែលជាឆ្អឹងខ្នងរបស់អង្គការ NATO ដែលជាសម្ព័ន្ធមិត្តដែលបានធានាសន្តិសុខដល់ទ្វីបនេះអស់រយៈពេល80ឆ្នាំមិនត្រូវបានបន្តទៀតនោះទេភាពមិនពេញចិត្តជាសាធារណៈរបស់ប្រធានាធិបតី Donald Trump ចំពោះលោក Volodymyr Zelensky របស់អ៊ុយក្រែនឆន្ទៈរបស់លោកក្នុងការអបក្រសោបលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនឹងការអធិប្បាយថ្មីដែលធ្វើឲ្យមានការងឿងឆ្ងល់ថាលោកនឹងការពារសម្ព័ន្ធមិត្តអង្គការ NATO ប្រសិនបើពួកគេមិនបង់ប្រាក់បង្ខំឲ្យមេដឹកនាំអឺរ៉ុបឲ្យចាប់ផ្ដើមគិតអ្វីដែលនឹកស្មានមិនដល់ពីមុនតើសហរដ្ឋអាមេរិកជាដៃគូសន្តិសុខដែលអាចទុកចិត្តបាននៅពេលណាដែលទ្វីបនេះកំពុងត្រូវបានអង្រួនបំផុតចាប់តាំងពីសង្គ្រាមមកប៉ុន្តែអង្គការ NATO ដោយគ្មានសហរដ្ឋអាមេរិកគឺនៅឆ្ងាយពីភាពអស់សង្ឃឹមដោយមានកងទ័ពជាង1លាននាក់និងសភាវុធទំនើបពីប្រទេសចំនួន31ផ្សេងទៀតនៅក្នុងសម្ព័ន្ធមិត្តអ្នកវិភាគបាននិយាយថាវាក៏ជាទ្រព្យសម្បត្តិនិងចំណេះដឹងផ្នែកបច្ចេកវិទ្យាដើម្បីការពារខ្លួនដោយគ្មានសហរដ្ឋអាមេរិករបាយការណ៍របស់អង្គការ NATO បាននិយាយផងដែរថាសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់គឺជាអ្នករួមចំណែកដ៏ធំបំផុតចំពោះថវិកាយោធាថវិកាស៊ីវិលនិងកម្មវិធីវិនិយោគសន្តិសុខរបស់អង្គការ NATO ដែលស្ទើរតែ 16% នីមួយៗបន្ទាប់ពីចក្រភពអង់គ្លេស 11% និងបារាំង 10% អ្នកវិភាគបាននិយាយថាវានឹងមិនចំណាយពេលច្រើនសម្រាប់អឺរ៉ុបក្នុងការចំណាយទៅលើការបង់វិភាគទានរបស់ទីក្រុង Washington ប្រសិនបើបណ្ដាប្រទេសអឺរ៉ុបរួបរวมគ្នានិងទិញឧបករណ៍ត្រឹមត្រូវនោះអឺរ៉ុបនឹងអាចបង្កើតការរារាំងបែបសាមញ្ញពីអាវុធនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរដល់រុស្ស៊ីនាយកប្រតិបត្តិរបស់អឺរ៉ុបនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រឬហៅកាត់ថា IIAS បាននិយាយនៅតាមបណ្ដាញ Zoom ជាមួយទៅនឹងសារព័ត៌មាន CNN និងអ្នកកាសែតផ្សេងទៀតកាលពីចុងខែកុម្ភៈនាយករូបនេះបាននិយាយថាអឺរ៉ុបតែម្នាក់ឯងនៅតែមានសមត្ថភាពក្នុងការប្រមូលធនធានដែលវាត្រូវការដើម្បីការពារខ្លួនវាគ្រាន់តែជាសំណួរថាតើវាមានឆន្ទៈដែរឬទេជាសំណួរសំខាន់ក្នុងរយៈពេល75ឆ្នាំនិងការគ្រប់គ្រងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន14រូបផ្សេងគ្នារួមទាំងរដ្ឋបាលលោក Donald Trump ដំបូងសហរដ្ឋអាមេរិកគឺជាអ្នកបង្កើនសម្ព័ន្ធភាពដែលបានរក្សាសម្ព័ន្ធភាពជាមួយគ្នាក្នុងអំឡុងពេលសង្គ្រាមទាហានសហរដ្ឋអាមេរិកនៅទ្វីបនេះជាការរៀបរៀងដ៏មហិច្ឆតារបស់សហភាពសូវៀតមួយក្នុងការពង្រីកសម្ព័ន្ធភាពកិច្ចព្រមព្រៀងវ៉ាសាវ៉ាហើយទីបំផុតបានឃើញការបញ្ចប់របស់វានៅពេលដែលជញ្ជាំងបេឡាំងដួលរលំនៅឆ្នាំ1989យុទ្ធនាការអង្គការ NATO នៅតំបន់ប៉ាល់កង់ក្នុងទសវត្សរ៍ឆ្នាំ1990ត្រូវបានធ្វើឡើងជាមួយទៅនឹងកងទ័ពសហរដ្ឋអាមេរិកនិងកម្លាំងទ័ពអាកាសហើយរហូតដល់រដ្ឋបាលលោក Donald Trump ទី2ចូលកាន់តំណែងនៅថ្ងៃទី20ខែមករាទីក្រុង Washington បានដឹកនាំជំនួយសម្រាប់អ៊ុយក្រែនក្រុមអ្នកវិភាគបាននិយាយថាសាមគ្គីភាពឆ្លងមហាសមុទ្រអាត្លង់តិកជាច្រើនទសវត្សរ៍នេះអាចត្រូវបានបញ្ចប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះការិយាល័យពងក្រពើរបស់លោក Donald Trump បានផ្ទុះឡើងជាមួយទៅនឹងលោក Volodymyr Zelensky ដោយពាក្យសម្ដីបន្ទាប់ពីនោះលោកបានបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិកដល់ទីក្រុងគៀវមានអារម្មណ៍ថាដូចជាការបែកបាក់កាន់តែស៊ីជម្រៅមិនត្រឹមតែជាមួយអ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែជាមួយទៅនឹងយុទ្ធសាស្ត្រពិភពលោកសេរីរបស់សហរដ្ឋអាមេរិកលោក Donald Trump តាមរយៈ Reagan លោក Danfred សហការីជនខ្ពស់នៅក្រមប្រឹក្សាអាត្លង់តិកនិងជាអតីតជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកសម្រាប់អឺរ៉ុបបាននិយាយនៅលើគេហទំព័រក្រមប្រឹក្សាអតីតមន្ត្រីអង្គការ NATO ដែលឥឡូវនេះជាសហការីនៅឯស្ថាប័នក្នុងទីក្រុងឡុងមើលឃើញការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងសម្ព័ន្ធភាពលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថាវាគ្រាន់តែជាអារម្មណ៍ថាសហរដ្ឋអាមេរិកមើលឃើញអឺរ៉ុបជាដៃគូប្រកបប្រជែងជាងសម្ព័ន្ធមិត្តដែលបន្ថែមដោយសារតែនោះការបដិញ្ញាចិត្តសម្រាប់ទីក្រុង Washington ដើម្បីការពារសម្ព័ន្ធមិត្តអង្គការ NATO មានការសង្ស័យខ្លះលោកបាននិយាយថាមនុស្សមួយចំនួននៅក្នុងរង្វង់អឺរ៉ុបកំពុងចាប់ផ្ដើមសួរថាតើទីក្រុង Washington គួរតែត្រូវបានពិពណ៌នាថានៅក្នុងវិធីខ្លះជាសត្រូវគាត់បាននិយាយថាប៉ុន្តែអ្នកវិភាគខ្លះនិយាយថាអង្គការ NATO ដែលគ្មានសហរដ្ឋអាមេរិកគឺមិនមែនជាគំនិតអាក្រក់នោះទេនាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញដែលជាសមាជិកអង្គការ NATO លោក Donald Tusk គិតថាដំណើរការ
នេះបានចាប់ផ្ដើមរួចទៅហើយលោកបាននិយាយនៅមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅសប្តាហ៍នេះថាអឺរ៉ុបទាំងមូលពិតជាមានសមត្ថភាពឈ្នះការប្រជុំមុខដាក់គ្នាផ្នែកយោធាអរិយវត្ថុនិងសេដ្ឋកិច្ចជាមួយទៅនឹងរុស្ស៊ីជាងកាន់តែរឹងមាំយើងគ្រាន់តែត្រូវបានចាប់ផ្ដើមហើយនៅថ្ងៃនេះវាហាក់ដូចជាកំពុងកើតឡើងទៅហើយតើសហភាពអឺរ៉ុបមានអ្វីខ្លះនៅក្នុងគំនិតយោធាអឺរ៉ុបអាចមានលក្ខណៈខ្លាំងប្រទេសតូគីមានកងកម្លាំងប្រដាប់អាវុធដ៏ធំបំផុតរបស់អង្គការ NATO បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានយោធាសកម្មចំនួន 355,200 នាក់នេះបញ្ជូនទៅតាមសមតុល្យយោធាក្នុងឆ្នាំ 2025 ដែលចងក្រងដោយទីភ្នាក់ងារ IIAS វាបន្តដោយប្រទេសបារាំងដែលមានចំនួនយោធា 22,200 នាក់អាល្លឺម៉ង់មាន 179,850 នាក់ប្រទេសប៉ូឡូញមាន 164,100 នាក់ប្រទេសអ៊ីតាលីមាន 161,850 នាក់ចក្រភពអង់គ្លេសមានកងកម្លាំងយោធាចំនួន 141,100 នាក់ប្រទេសក្រិកមាន 132,000 នាក់និងប្រទេសអេស្ប៉ាញមានចំនួន 122,200 នាក់ប្រទេសតូគីក៏មានបុគ្គលិកកងទ័ពច្រើនជាងគេផងដែរដែលភាគច្រើនជាកងទ័ពជើងគោកជួរមុខដែលមានចំនួន 260,200 នាក់ប្រទេសបារាំងមាន 113,800 នាក់ប្រទេសអ៊ីតាលីមាន 94,000 នាក់ប្រទេសក្រិកមាន 93,000 នាក់ប្រទេសប៉ូឡូញមានចំនួន 9,600 នាក់ចក្រភពអង់គ្លេសមាន 78,800 នាក់ប្រទេសអេស្ប៉ាញមាន 7,200 នាក់និងអាល្លឺម៉ង់មានចំនួន 6,650 នាក់នេះបញ្ជាក់ទៅតាមរបាយការណ៍របស់ IIAS ផ្ទុយទៅវិញមានទាហានសហរដ្ឋអាមេរិកប្រហែលជា 80,000 នាក់ដែលត្រូវបានចាត់តាំងឬដាក់ពង្រាយនៅមូលដ្ឋាននៅក្នុងបណ្ដាប្រទេសអង្គការ NATO គិតមកត្រឹមខែមិថុនាឆ្នាំ 2024 របាយការណ៍ខែកក្កដាឆ្នាំ 2024 ពីសេវាសាស្ត្រជ្រាវសភាហៅកាត់ថា CRS បាននិយាយថាភាគច្រើននៃទាហានសហរដ្ឋអាមេរិកទាំងនោះគឺនៅប្រទេសអាល្លឺម៉ង់ចំនួន 35,000 នាក់នៅអ៊ីតាលីចំនួន 12,000 នាក់នៅចក្រភពអង់គ្លេសចំនួន 10,000 នាក់ប្រទេសធំមួយចំនួនរបស់អង្គការ NATO មានអាវុធស្មើឬក៏ច្រើនដងជាងអ្វីដែលរុស្ស៊ីមានឧទាហរណ៍យកនាវាផ្ទុកយន្តហោះខណៈពេលដែលរុស្ស៊ីមាននាវាផ្ទុកយន្តហោះពីសម័យដើមតែមួយចក្រភពអង់គ្លេសមានតែមួយគត់មាននាវាផ្ទុកយន្តហោះទំនើបចំនួន 2 គ្រឿងដែលមានសមត្ថភាពបាញ់បង្ហោះយន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35B យោងតាមរបាយការណ៍របស់ Military Balance បានឲ្យដឹងថាប្រទេសបារាំងអ៊ីតាលីនិងអេស្ប៉ាញនាវាផ្ទុកយន្តហោះឬកប៉ាល់ Amphibious ដែលមានសមត្ថភាពបាញ់យន្តហោះចម្បាំងក្រៅពីសហរដ្ឋអាមេរិកបារាំងនិងអង់គ្លេសរក្សាកងកម្លាំងនុយក្លេអ៊ែរដោយទាំងពីរបានដាក់ពង្រាយនាវាមុជទឹកមីស៊ីលផ្លងសម្ព័ន្ធមិត្តអង្គការ NATO ក្រៅពីសហរដ្ឋអាមេរិកមានយន្តហោះចម្បាំងនិងយន្តហោះវាប្រហារដល់លើដីប្រហែលជា 2,000 គ្រឿងក្នុងចំណោមនោះដោយមានយន្តហោះបំបាំងកាយ F-35 ថ្មីរាប់សិបគ្រឿងរួមបញ្ចូលក្នុងចំនួននោះកងកម្លាំងជើងគោករួមមានរថក្រោះទំនើបរួមទាំងរថក្រោះ Amfram របស់អាល្លឺម៉ង់និងក្រុមអ្នកប្រកួតប្រជែងរបស់អាល្លឺម៉ង់គ្រឿងបរិក្ខារដែលបានបរិច្ចាគដែលឥឡូវនេះកំពុងបម្រើនៅក្នុងជួរយោធាអ៊ុយក្រែនបណ្ដាប្រទេសនៃអង្គការ NATO នៅអឺរ៉ុបអាចដាក់មីស៊ីលនាវាដ៏មានអានុភាពដូចជា Scale Storm Shadow រួមគ្នាទៅនឹងរបស់បារាំងអង់គ្លេសដែលបានបង្ហាញឲ្យឃើញពីខ្លួននៅលើស្មរភូមិអ៊ុយក្រែនផងដែររបាយការណ៍សមតុល្យយោធាឆ្នាំ 2025 ក៏សម្គាល់ថាអឺរ៉ុបកំពុងចាត់វិធានការកែលម្អកងកម្លាំងយោធារបស់ខ្លួនដោយគ្មានជំនួយពីសហរដ្ឋអាមេរិកនៅឆ្នាំ 2024 ប្រទេសចំនួន 6 នៅអឺរ៉ុបរួមគ្នាក្នុងគម្រោងអភិវឌ្ឍមីស៊ីលបាញ់បង្ហោះនៅលើដីហើយបានធ្វើការផ្លាស់ប្ដូរដើម្បីបង្កើនសមត្ថភាពផលិតអាវុធនិងធ្វើពិធីកម្មមូលដ្ឋានផ្គត់ផ្គង់របស់ពួកគេដោយសម្លឹងមើលទៅលើប្រទេសដូចជាប្រេស៊ីលអ៊ីស្រាអែលនិងកូរ៉េខាងត្បូងជាប្រភពថ្មីសម្រាប់ផ្នែករឹងយោធាអ្នកវិភាគបាននិយាយថាបើទោះបីជាអាមេរិកដកខ្លួនចេញពីអឺរ៉ុបទាំងស្រុងក៏ដោយវានឹងទុកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅផ្នែកខាងក្រោយសហរដ្ឋអាមេរិកមានមូលដ្ឋានអចិន្ត្រៃយ៍ចំនួន31កន្លែងនៅក្នុងទ្វីបអឺរ៉ុបនេះបញ្ចូលទៅតាមសេវាសាស្ត្រជ្រាវសភាដែលមានកងទ័ពជើងទឹកកងទ័ពអាកាសជើងគោកនិងកន្លែងបញ្ជានិងកន្លែងគ្រប់គ្រងដែលនឹងមានសម្រាប់ប្រទេសដែលពួកគេស្ថិតនៅប្រសិនបើសហរដ្ឋអាមេរិកត្រូវចាកចេញ
ការកត់សម្គាល់បានឃើញថាហេដ្ឋារចនាសម្ព័ន្ធនឹងមិនត្រូវបានបាត់បង់នៅក្នុងទីក្រុង Washington ទេប្រសិនបើមានការសោកស្ដាយក្រោយការដកចេញរបស់សហរដ្ឋអាមេរិកដែលអាចកើតមានសហរដ្ឋអាមេរិកបានទុកហេដ្ឋារចនាសម្ព័ន្ធយោធាសហរដ្ឋអាមេរិកភាគច្រើននៅដដែលសម្រាប់រយៈពេលបន្តធានាថាសហរដ្ឋអាមេរិករក្សានូវសមត្ថភាពក្នុងការបង្កើនយោធាមកវិញប្រសិនបើអឺរ៉ុបមិនឆ្លើយតបដោយការព្យាករណ៍តើអ្វីជាជំហានបន្ទាប់ទៀតអ្នកខ្លះសង្ឃឹមថាការនិយាយការដកសហរដ្ឋអាមេរិកចេញពីអង្គការ NATO គឺគ្រាន់តែជាការនិយាយស្ដីពីលោក Donald Trump ក្នុងគោលបំណងជំរុញឲ្យសម្ព័ន្ធមិត្តចំណាយច្រើនទៅលើវិស័យការពារជាតិពួកគេបាននិយាយថាពិភពលោកនិងសម្ព័ន្ធមិត្តដ៏សំខាន់មួយផ្សេងទៀតរបស់សហរដ្ឋអាមេរិកបាននៅទីនោះពីមុនមកក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់លោក Donald Trump នៅពេលដែលលោកបានរាយការណ៍ថាបានស្នើឲ្យមន្ទីរបញ្ចកោណពិនិត្យមើលជំរើសសម្រាប់ការដកកងទ័ពសហរដ្ឋអាមេរិកដែលបានឈោតជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងជាការការពារប្រឆាំងទៅនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរនេះបានកើតឡើងនៅពេលដែលលោក Donald Trump បានរៀបចំសម្រាប់កិច្ចប្រជុំជាមួយទៅនឹងមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោកគីមចុងអ៊ុនដែលលោកសង្ឃឹមថានឹងបញ្ចុះបញ្ចូលលោកគីមចុងអ៊ុនឲ្យបដិញ្ញាលះបង់អាវុធនុយក្លេអ៊ែររបស់លោកប្រពន្ធដែលស្និទ្ធទៅនឹងសេតវិមានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN នៅពេលនោះថាការដកកងទ័ពសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាអ្វីមួយដែលអាចកើតឡើងនៅពេលអនាគតប៉ុន្តែមិនយូរប៉ុន្មានទេកូរ៉េខាងជើងនុយក្លេអ៊ែរត្រូវបានផ្ទៀងផ្ទាត់ប៉ុន្តែលោកគីមចុងអ៊ុនបានច្រានចោលរាល់ការស្នើសុំឲ្យលោកបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់លោកកិច្ចប្រជុំរវាងលោក Donald Trump និងលោកគីមចុងអ៊ុនត្រូវបានគេនិយាយថាជាជោគជ័យដ៏ធំមួយបើទោះបីជាមិនមែនជាការពិតក៏ដោយបន្ទាប់ពីនោះសហរដ្ឋអាមេរិកបានត្រឡប់មករកអាជីវកម្មដូចធម្មតានៅលើឧបទ្វីបកូរ៉េសហរដ្ឋអាមេរិកដែលមានទីហ៊ានរាប់ម៉ឺននាក់នៅកូរ៉េខាងត្បូងបានរក្សាពួកគេនៅទីនោះសមយុទ្ធទ្វេភាគីជាមួយទៅនឹងកងកម្លាំងរបស់ទីក្រុងសេអ៊ូលបានចាប់ផ្ដើមឡើងវិញនាវាចម្បាំងសហរដ្ឋអាមេរិកបានទៅទស្សនកិច្ចនៅកំពង់ផែកូរ៉េខាងត្បូងហើយយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានហោះហើរជុំវិញតំបន់អ្នកវិភាគបាននិយាយថាដូចគ្នានេះដែលអាចកើតឡើងនៅអឺរ៉ុបប្រសិនបើលោក Donald Trump មិនទទួលបានអ្វីដែលលោកចង់បានពីលោកពូទីនអង្គការ NATO បានបន្តដំណើរទៅមុខទៀតជាមួយទៅនឹងការគម្រាមកំហែងនាពេលថ្មីៗនេះថានឹងចាក់ចែងជាផ្លូវការរបស់សហរដ្ឋអាមេរិក